មួយមុខនេះមើលទៅរាងសាមញ្ញធម្មតាបងប្អូនប៉ុន្តែរសជាតិរបស់គេវិញគឺមិនធម្មតាទេបងប្អូននិយាយពីថាឡើងជាតិហើយញ៉ាំទៅគឺមានកម្លាំងមែនទែនបងប្អូនអត់ទៅស្រួលខ្លួនអីកុំភ្លេចធ្វើមួយមុខនេះញ៉ាំណាចាសួស្តីបងប្អូនទាំងអស់គ្នានៅក្នុងថ្ងៃនេះគឺខ្ញុំមកធ្វើសម្លស្ងោកទីជាមួយសាច់ជ្រូកចិញ្ច្រាំហើយលាយជាមួយនឹងប្រហិតសាច់គោខ្លះៗដែរណាបងប្អូនមួយមុខនេះមិនត្រឹមតែមានរសជាតិឆ្ងាញ់ទេគឺងាយស្រួលធ្វើបងប្អូនយើងធ្វើឆាប់បានញ៉ាំទៀតផងចំពោះវិធីស្លបើយើងចង់ស្លឲ្យលឿនណាបងប្អូនដំបូងគឺយើងយកសាច់ជ្រូកមកចិញ្ច្រាំទុកជាមុនសិនចំពោះសាច់ជ្រូកនេះដែរគឺខ្ញុំប្រើសាច់ស្មាមុខចំនួន2ខាំលាងទឹកឲ្យស្អាតយកវាមកចិញ្ច្រាំឲ្យល្អិតរួចលើកសាច់ជ្រូកទុកម្លែកសិនបន្ទាប់មកគឺយើងងាកមកដាក់ដាំទឹកប្រាប់ទឹកសម្លគឺខ្ញុំអត់បានប្រើគ្រឿងអីច្រើនទេខ្ញុំដាក់តែដុំស៊ុបខ្នុរមួយដុំខ្ទឹមស2កំពឹសហើយនិងអំបិលបន្តិចបន្ទាប់មកគឺយើងដាក់ដាំវាទុកឲ្យពុះណាបងប្អូនឡោះពេលនឹងដែរគឺខ្ញុំងាកមកប្រឡាក់សាច់ជ្រូកចិញ្ច្រាំសិនហើយដាក់ខ្ទឹមចិញ្ច្រាំមួយកំពឹសបន្ទាប់មកដាក់អំបិលមួយចុងស្លាបព្រាកាហ្វេហើយនិងម្សៅរ៉តឌីនឹងមួយស្លាបព្រាកាហ្វេណាបងប្អូនក្រោយគេនឹងគឺខ្ញុំបន្ថែមជាមួយនឹងម្រេចម៉ដ្ឋមួយស្លាបព្រាកាហ្វេដែររួចហើយយើងចាប់ផ្ដើមប្រឡាក់សាច់ជ្រូកជាមួយនឹងគ្រឿងនឹងប្រហែលជា5ទៅ10នាទីណាបងប្អូនហើយឲ្យសាច់ជ្រូករបស់យើងគឺវាចាប់ជាតិគ្នាជាមួយនឹងគ្រឿងបានល្អណាបងប្អូនហើយនៅពេលដែលយើងប្រឡាក់នឹងយើងបោកវាពី3ដងទៅឲ្យវារាងស្អិតបន្តិចណាបងប្អូនបន្ទាប់ពីទឹកពុះគឺយើងចាប់ផ្ដើមយកសាច់ជ្រូកប្រឡាក់នឹងយកមកដាក់ចូលជាដុំតូចៗណាបងប្អូនយើងបេះម្ដុំតូចៗមកល្មមទៅមួយក៏យើងអាចលុញវាជាដុំមូលតូចៗក៏បានដែរបងប្អូនទៅតាមចំណង់ចំណូលចិត្តរបស់យើងចានៅពេលដែលយើងដាក់សាច់ចូលហើយគឺយើងរំងាស់វាទុកឲ្យឆ្អិនណាបងប្អូននៅពេលដែលវាមានពពុះអញ្ចឹងគឺយើងគៀវាចាញ់ទៅដើម្បីឲ្យទឹកសម្លរបស់យើងគឺវាថ្លាល្អបន្ទាប់មកគឺខ្ញុំដាក់ជាមួយនឹងប្រហិតសាច់គោចូលខ្លះៗដែរហើយឲ្យសម្លគឺវាកាន់តែឆ្ងាញ់ណាបងប្អូនជាបងប្អូនអត់មានប្រហិតទេមិនចាំបាច់ដាក់ក៏បានទៅតាមអ្វីដែលយើងមានជាក់ស្ដែងដល់ពេលហ្នឹងគឺខ្ញុំចាប់ផ្ដើមយកផ្ទីដែលបានបេះស្អាតលាងស្អាតអីហើយហ្នឹងយកមកហាន់វាតូចៗណាបងប្អូនបន្ទាប់មកគឺយើងចាប់ផ្ដើមហាន់ជាមួយនឹងស្លឹកខ្ទឹមចំពោះស្លឹកខ្ទឹមគឺខ្ញុំហាន់វារាងវែងរួចហើយលើកទុកម្ល៉េះសិនណាបងប្អូនទៅពេលដែលសាច់ហើយនឹងប្រហិតឆ្អិនហើយគឺខ្ញុំបន្ថែមជាមួយនឹងទឹកត្រីកន្លះវែកហើយនឹងម្រេចម៉ដ្ឋហ្នឹងមួយស្លាបព្រាកាហ្វេទៀតនៅពេលដែលយើងដាក់គ្រឿងដាក់អីអស់ហើយគឺយើងភ្លក់មើលទៅបើសិនជាល្មមហើយគឺយើងបង់បន្លែផ្ទីចូលសម្រាប់បន្លែគឺខ្ញុំដាក់ចូលម្ដងបន្តិចណាបងប្អូនយើងកុំអាលដាក់ចូលទាំងអស់តែម្ដងយើងធ្វើបែបនេះទៅបន្លែរបស់យើងវាអត់ហៀឆ្នាំងបើកាលណាយើងដាក់ចូលទាំងអស់ទៅវាហៀឆ្នាំងតាមបន្លែរបស់យើងវានៅស្រស់គឺវាសពីងសពងអញ្ចឹងណាបងប្អូននៅពេលដែលយើងដាក់បន្លែដាក់អីចូលហើយគឺយើងរំងាស់ទុកតែមួយពុះទៅមើលតែផ្ទីយើងឆ្អិនហើយយើងបង់ស្លឹកខ្ទឹមចូលតែម្ដងមកបងប្អូនហើយយើងបិទភ្លើងបិទអីទៅតែប៉ុណ្ណេះជាការស្រេចប្លង់មួយមុខនេះនិយាយពីថាធ្វើហើយញ៉ាំទៅគឺឆ្ងាញ់ហើយមានជាតិទៀតផងបងប្អូនហើយបើសិនជាបងប្អូនអស់កម្លាំងអត់សូវស្រួលខ្លួនអីអាសាធ្វើញ៉ាំបន្តិចទៅញ៉ាំទៅគឺដឹងតែបែកញើសខ្ចាយមានកម្លាំងតែជាចុងក្រោយបើសិនជាបងប្អូនចូលចិត្តកុំភ្លេចជួយចុច like ចុច share ម្នាក់មួយផងណាចាអរគុណច្រើនសូមជម្រាបលា